បាទលោកប្តីកុំថាឡើយ10ដំឡឹងសំបី100ដំឡឹងក៏បានដែរយើងប្រញាប់រៀបចំចុះពីភ្នំយកទៅលក់ទៅថ្នាំច្រើនម្លេះយ៉ាងហោចណាស់ក៏បានរាប់សិបដំឡឹងដែរចុះកងដៃនេះវាក៏មានតម្លៃរាប់សិបដំឡឹងដែរតាមមកពីណាទៅលោកប្តីបងមាននឿសំឡេងសត្វទេដូចជាមានរបួសហើយធ្ងន់ណាស់ទុកសិនទៅយើងទៅមើលបន្តិចបានមិនខ្វល់ទេថាពួកឯងរកបានដោយរបៀបណាចុងក្រោយធ្លាក់មកលើដៃខ្ញុំដដែលហ្នឹងអាហាចុះថ្នាំទៅណាហើយរបស់ខ្ញុំពីការរងបាត់ទៅណាប្រកាសជាបងធំហើយខ្ញុំទៅតាមយកមកវិញលោកប្តីមិនបានទេអូនភ្លេចហើយឬថាយើងមិនអាចឆ្លោះជាមួយគាត់ពេលនេះទេចៅនេះជារបស់ដែលអូនខំរកយ៉ាងលំបាកត្រូវគេលួចយកបែបនេះបងមើលមិនបានទេអូនដឹងតែអ្នកក្លាហានសងសឹក10ឆ្នាំក៏មិនហួសពេលដែរថ្ងៃនេះយើងសាកល្បងបានជោគជ័យហើយតើស្អែកមកម្ដងទៀតប្រកាសជារកបានលើ10ដំឡឹងមិនខានឥឡូវនេះយើងត្រឡប់ទៅផ្ទះសម្រាកសិនទៅបើសិនជាជួបពួកគេយើងធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់ទៅយល់ព្រមទេបានបងស្ដាប់តាមអូនទេអ្នកគ្រូពេទ្យសំណាងឲ្យខ្ញុំរត់លឿនអ្នកគ្រូពេទ្យខ្ញុំសុខចិត្តយកស្រាស្វាមួយក្រោយនេះមកដូរតើអ្នកគ្រូអាចចឆ្អឹងឲ្យខ្ញុំបានទេលោកប្តីឆាប់មើលណេកនេះហើយជាស្រាស្វាទឹកក្នុងរឿងព្រេងនោះស្រាស្វាមែនហើយបងធ្លាប់អានក្នុងសៀវភៅបុរាណគេថាស្រាស្វានេះគឺសត្វស្វាប្រមូលផ្ដុំផ្លែឈើព្រៃ100មុខយកមកបន្ទុំតាមបែបធម្មជាតិវាមិនត្រឹមតែមានក្លិនឈ្ងុយទេថែមទាំងជួយបើកម្លាំងនិងព្យាបាលជំងឺរាតត្បាតទៀតផងពិតជាស័ក្តិសិទ្ធិណាស់ស្រានេះទូមានមាសក៏ពិបាករកទិញដែរអញ្ចឹងប្រាក់10ដំឡឹងយើងរកបានហើយមែនទេសៀវសៀងត្រូវការតែ10ដំឡឹងទេមានស្រានេះហើយថ្ងៃក្រោយយើងចង់ក្លាយជាសេដ្ឋីប្រចាំភូមិក៏មិនជាបញ្ហាដែរលោកតាស្វាស្រានេះខ្ញុំទទួលយកហើយប៉ុន្តែត្រឹមតែស្រាបន្តិចបន្តួចនេះមិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេឥឡូវខ្ញុំចង់ធ្វើការដោះដូរជាមួយលោកតាដោះដូរអីទៅលោកតាគ្រាន់តែប្រាប់រូបមុនធ្វើស្រានេះមកខ្ញុំថ្ងៃក្រោយមិនថាលោកតាឬកូនចៅរបស់លោកតាជឿទេខ្ញុំធានាព្យាបាលឲ្យដោយមិនយកប្រាក់យកព្រមទេអូខេកុំបារម្ភលោកតាស្វារូបមុនរបស់លោកតាខ្ញុំចាំទុកអស់ហើយសន្យារបស់ខ្ញុំចំពោះកុលសម្ព័ន្ធស្វាគឺនិយាយម៉ាត់ណាម៉ាត់ហ្នឹងយកពងលោកប្តីយើងមានបានហើយមានបានមែនយើងខ្លាចជាអ្នកមានហើយថ្ងៃល្អរបស់យើងចិត្តមកដល់ហើយមែនហើយលោកប្តីកាលមុនបងធ្លាប់រៀននៅទីក្រុងឆាប់នាំអូនទៅទីនោះទៅយើងត្រូវចាប់ផ្ដើមផែនការអាជីវកម្មរបស់យើងហើយបានចៅប៉ុន្តែបងធំចិត្តចង្អៀតណាស់បើយើងត្រឡប់ទៅវិញដោយមានទ្រព្យពេញដៃគាត់ច្បាស់ជារករឿងមិនខានចុះគិតយ៉ាងម៉េចទៅយ៉ាងនឹងទៅយើងត្រឡប់ទៅវិញសម្ដែងរឿងមួយធ្វើពុតជាបាត់បង់អស់រលីងទឹកមុខស្លេកស្លាំងទៅតោះអូហូនេះមិនមែនជាមនុស្សពូកែប្រចាំត្រកូលមកទេក៏ដើរមកដៃទេអញ្ចឹងដើរក្នុងព្រៃពេញមួយថ្ងៃសំបីតែកន្ត្រកក៏ប៉ាដែលមានរោគពីបែបនឹងហើយនៅហ៊ានថាចិញ្ចឹមសៀវសៀងទៀតបងខ្លាយនិយាយត្រូវហើយគឺខ្ញុំគិតថារកលុយងាយស្រួលពេកចរិតបែបហ្នឹងចង់ចិញ្ចឹមសៀវសៀងទៀតបងខ្លាយនិយាយត្រូវហើយខ្ញុំពិតជាគិតថារកលុយស្រួលពេកមែនប៉ុន្តែយើងមិនបោះបង់សៀវសៀងចោលទេលោកប្តីថានឹងនាំខ្ញុំទៅទីក្រុងសាកល្បងរកសំណាងមើលក្រែងលោអាចខ្ចីលុយមិត្តភក្តិគាត់បានខ្លះឯងញើទេពួកគេថាចង់ទៅទីក្រុងខ្ចីលុយគេពូល្ងងពេលនេះក្នុងក្រុងកំពុងតែមានโรគរាតត្បាតមនុស្សម្នាភ័យស្លន់ស្លោយកតែរួចខ្លួននរណាមានលុយឲ្យពួកអានីថាឯងខ្ចីទៅលោកប្តីយើងទៅទីក្រុងឥឡូវទៅល្អណាស់ឆ្លៀតពេលមានโรគរាតត្បាតយើងយកថ្នាំនេះទៅលក់ក្នុងតម្លៃខ្ពស់ថែមទាំងអាច
ធ្វើទៀនឲ្យអ្នកប្រទៀតផងតោះចម្លែកណាស់កន្លែងនេះជាកន្លែងអ៊ូអរជាងគេក្នុងក្រុងទោះខ្ញុំសន្លប់ច្រើនឆ្នាំក៏មិនគួរមានសភាពបែបនេះដែរកុំទៅមានរឿងអីអូនក្មេងនេះដូចជាមានជំងឺហើយអូនសង្ស័យថាក្នុងក្រុងនេះកំពុងមានជំងឺរាតត្បាតហើយចាំបងសួរគេមើលសុំសួរតិចបងប្រុសក្នុងក្រុងនេះមានរឿងអីកើតឡើងមែនទេយីហេតុអីខ្ញុំត្រូវប្រាប់អញបើគ្មានផលប្រយោជន៍អីផងហេអាមនុស្សលោកខ្លួនមកសាកស្រាស្វាទឹកខ្ញុំបន្តិចមើលឈ្ងុយណាស់មែនទេបានហើយឥឡូវបានផឹកហើយឆាប់ប្រាប់ខ្ញុំភ្លាមមកប្រាប់មកមិនស្រួលទេលោកប្តីក្នុងក្រុងនេះពិតជាមានជំងឺរាតត្បាតមែនមិនស្រួលទេចៅប្រញាប់ទៅមិនបានទេចៅប្រញាប់ទៅលោកប្តីកាត់អីមិនក៏បារម្ភម្លេះក្នុងក្រុងកំពុងមានជំងឺរាតត្បាតណាចៅអ្នកឆ្លងហើយប្រកាសជាស្លាប់គ្រោះថ្នាក់ណាស់យើងទៅទីក្រុងផ្សេងទៅមើលមិនបានទេមិនទាន់ពេលទេយើងទៅក្រុងផ្សេងត្រូវការពេល3ថ្ងៃទម្រាំយើងត្រឡប់មកវិញសៀវសៀងនឹងធ្លាក់ទៅក្នុងដៃបងធំហើយប៉ុន្តែបើទោះជាយ៉ាងនេះក្តីចុះបើឆ្លងជំងឺនេះតើត្រូវធ្វើម៉េចទៅកុំបារម្ភអូនមានវិធីហើយលោកប្តីដោះខោចេញមកស្អីគេចៅយីបងគិតអីហ្នឹងស្រាស្វានេះមានប្រសិទ្ធភាពការពារជំងឺឆ្លងយើងយកវាទៅជូតលើមុខក៏លែងខ្លាចឆ្លងទៀតហើយអញ្ជើញមកម្ដងទៀតជំងឺក្នុងក្រុងរាតត្បាតខ្លាំងជាងម្សិលមិញទៅទៀតសូម្បីសត្វក៏ឆ្លងដែរអញ្ចឹងថ្នាំយើងនេះច្បាស់ជាអាចលក់បានថ្លៃក៏ពុកមិនខានយើងច្បាស់ជាមានបានហើយតោះឆាប់ទៅស្អីគេស្រាស្វាដ៏ល្អរបស់ខ្ញុំនេះថាកែឯងបែរជាមិនទិញសោះឬស្រាស្វាក្នុងសៀវភៅថ្នាំធ្លាប់មានកត់ត្រាមែនវាជារបស់កំណាស់ពិបាកនឹងរកបាននាងឯងថាមានគឺមានមែនទេប្រាប់ចុះពេលនេះក្នុងក្រុងកំពុងមានជំងឺឆ្លងពួកច្បោកសម្បូរណាស់មានច្រើនរាប់មិនអស់ម្សិលមិញមានម្នាក់យកដំឡូងគ្រីមមកបោកថាជាយិនសិនទៀតខ្ញុំគ្មានពេលមកឆ្លោះជាមួយពួកឯងទេប្រញាប់ចេញទៅពួកយើងត្រូវគេបដិសេធហើយស្ថានភាពប្រែប្រួលចុងក្រោយនៅតែជោគជ័យមិនក៏ថៅកែរត់ទៅលឿនម្លេះយីនាងឯងចង់ធ្វើអីកុំប៉ះខ្ញុំចាំសិនស្អីគេគាត់នៅមិនទាន់ស្លាប់ទេម្ដាយថៅកែនៅអាចសង្គ្រោះបាននាងឯងនិយាយផ្ដេសផ្ដាសស្អីហ្នឹងគ្រូពេទ្យក្នុងក្រុងសុទ្ធតែនិយាយថាអ្នកឆ្លងជំងឺនេះប្រកាសជាស្លាប់គ្មានសង្ឃឹមទេនាងឯងក្មេងស្រីម្នាក់ដឹងអីនរណានៅនឹងចាប់មីឈួតនេះបោះចេញទៅជនបោកប្រាស់ស្រាស្វាខ្ញុំនេះសំបីយំរីកក៏ត្រូវញើសដែរនៅហ៊ាននិយាយផ្ដេសផ្ដាសទៀតចេញឲ្យឆ្ងាយទៅទាំងពីរថៅកែទុកឲ្យខ្ញុំសាកល្បងទៅបើព្យាបាលមិនជីទេប្តីប្រពន្ធយើងខ្ញុំទទួលខុសត្រូវទាំងអស់ត្រូវហើយបើលោកយាយមានបញ្ហាអីលោកថៅកែអាចចាប់ពួកយើងបញ្ជូនទៅមន្ត្រីបានខ្លួនឯងឲ្យគេសាកល្បងមើលទៅយ៉ាងណាក៏គាត់ធ្ងន់ធ្ងរទៅហើយសាកល្បងមើលសិនទៅបានខ្ញុំទុកឱកាសឲ្យអ្នកសាកំដងចុះបើសិនជាម្ដាយខ្ញុំមានអាការៈធូរស្រាលខ្ញុំច្បាស់ជាតបស្នងអ្នកទាំងពីរយ៉ាងស័ក្តិសមគាត់ដឹងខ្លួនហើយអ្នកម៉ាក់ល្អណាស់អ្នកណានរណាគេអ្នកទាំងពីរជួយសង្គ្រោះជីវិតម្ដាយខ្ញុំពិតជាមិនភ្លេចគុណទេ
ចាប់ពីថ្ងៃនេះទៅអ្នកទាំងពីរគឺជាអ្នកមានគុណដ៏ធំរបស់ត្រកូលវ៉ាងហើយថៅកែវ៉ាងក្រោកឡើងភ្លាមឥឡូវស្រាស្វាខ្ញុំនេះលោកថៅកែចង់ទិញទេទិញដាច់ម៉ងខ្ញុំយក10ក្រលអត់ទេខ្ញុំយកទាំងអស់មិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំចង់ចុះកិច្ចសន្យាទិញលក់ជាមួយអ្នកទៀតចាប់ពីពេលនេះទៅក្នុងមួយខែខ្ញុំទាមទារយ៉ាងហោចណាស់50ក្រល50ក្រលល្អណាស់មានបានមែនទែនហើយតោះយើងទៅចុះកិច្ចសន្យាលើនេះទៅចាំសិន